ក្នុងសម័យបុរាណពេលដែលព្រះអាទិត្យនៅតែក្មេងនិងព្រះច័ន្ទនៅតែស្រអាប់ពេលដែលមនុស្សនៅតែនិយាយភាសានៃខ្យល់និងថ្មមានភ្នំមួយឈរនៅចំកណ្ដាលព្រៃដ៏ក្រាស់និងងឹតភ្នំនោះឈ្មោះថាភ្នំត្បែងវាមិនខ្ពស់ដូចជាម៉ាឡៃទេប៉ុន្តែវាមានអំណាចដ៏គួរឲ្យភ័យខ្លាចព្រៃជុំវិញវាត្រូវបានគេហៅថាដងភ្នំត្បែងព្រោះវាដូចជាដងខ្លួនរបស់សត្វយក្សដែលកំពុងដេកលក់នៅលើកំពូលភ្នំនោះមានរូងថ្មបុរាណមួយដែលគេហៅថារូងលោកតាសច្ចៈនៅខាងក្នុងរូងនោះមានអ្នកម្នាក់រស់នៅអស់រយៈពេលរាប់ពាន់ឆ្នាំគាត់មិនមែនជាមនុស្សធម្មតាទេគាត់គឺជាលោកតាសច្ចៈអ្នកគ្រប់គ្រងអាគមបុរាណនិងជាអ្នកថែរក្សាអាថ៌កំបាំងនៃភ្នំលោកតាសច្ចៈមានរាងកាយស្ងួតដូចឈើចាស់សក់ស្អាតដូចព្រះច័ន្ទនិងភ្នែកដូចភ្លើងខ្មៅគាត់មិននិយាយច្រើនទេប៉ុន្តែពេលគាត់និយាយពាក្យរបស់គាត់អាចធ្វើឲ្យថ្មប្រែជាទឹកឬធ្វើឲ្យទឹកប្រែជាថ្មគាត់មានអាគមពីរយ៉ាងធំទី1អាគមស្លាប់និងរស់គាត់អាចហៅព្រលឹងមនុស្សដែលស្លាប់ទៅហើយឲ្យត្រឡប់មកវិញជាបណ្ដោះអាសន្នដើម្បីសួរអាថ៌កំបាំងទី2អាគមប្រែភពគាត់អាចប្រែខ្លួនជាសត្វណាមួយឬជាខ្យល់ឬជាផ្សែងទី3អាគមភ្នំដេកគាត់អាចធ្វើឲ្យភ្នំត្បែងញ័រឬដេកលក់ទាំងស្រុងដើម្បីការពារអាថ៌កំបាំងខាងក្នុងយូរម្ដងមានមនុស្សមកស្វែងរកលោកតាសច្ចៈខ្លះមកសុំថ្នាំព្យាបាលខ្លះមកសុំអាគមដើម្បីសងសឹកខ្លះមកសុំមាសប្រាក់ប៉ុន្តែលោកតាសច្ចៈមិនឲ្យអ្វីទៅនរណាម្នាក់ដោយញីទេគាត់តែងតែសាកល្បងពួកគេជាមុនសិនមានរឿងមួយដែលត្រូវបានគេនិយាយបន្តគ្នាអស់រយៈពេលជាច្រើនជំនាន់ក្នុងសម័យមួយមានក្មេងប្រុសម្នាក់ឈ្មោះច័ន្ទរស់នៅភូមិតូចមួយនៅជើងភ្នំត្បែងឪពុកម្ដាយរបស់គាត់ស្លាប់ដោយសារជំងឺអាថ៌កំបាំងនៅពេលគាត់នៅតែមានអាយុ7ឆ្នាំគាត់ត្រូវបានចិញ្ចឹមដោយជីដូនជីតាជីតារបស់គាត់តែងតែប្រាប់គាត់ថាកុំឡើងភ្នំត្បែងឲ្យសោះលោកតាសច្ចៈមិនចូលចិត្តក្មេងទេបើគាត់ឃើញគាត់នឹងយកព្រលឹងអ្នកទៅធ្វើជាទាសករប៉ុន្តែច័ន្ទមិនខ្លាចទេគាត់ចង់ដឹងថាហេតុអ្វីបានជាឪពុកម្ដាយគាត់ស្លាប់គាត់ជឿថាលោកតាសច្ចៈប្រហែលជាដឹងចម្លើយនៅយប់មួយដែលព្រះច័ន្ទពេញវង្សច័ន្ទបានលួចចេញពីផ្ទះហើយឡើងភ្នំត្បែងផ្លូវនោះងឹតណាស់ដើមឈើធំដូចជាដៃយ៉ាប់ព្យាយាមចាប់គាត់សត្វស្លាប់យំដូចជាមនុស្សស្រែកប៉ុន្តែច័ន្ទមិនឈប់ទេពេលគាត់ទៅដល់កំពូលភ្នំគាត់ឃើញរូងថ្មនៅខាងមុខរូងមានភ្លើងឆេះដោយគ្មានឥន្ធនៈលោកតាសច្ចៈកំពុងអង្គុយនៅទីនោះកាន់ដំបងឈើចាស់ក្មេងឲ្យលោកតាសច្ចៈនិយាយដោយសំឡេងទាបហេតុអ្វីបានជាអ្នកមកទីនេះច័ន្ទឈរត្រង់ហើយនិយាយថាខ្ញុំចង់ដឹងថាហេតុអ្វីបានជាឪពុកម្ដាយខ្ញុំស្លាប់លោកតាសច្ចៈសាច់ស្ដើងសំឡេងសាច់របស់គាត់ធ្វើឲ្យថ្មញ័រអ្នកចង់ដឹងអាថ៌កំបាំងទេបើដូច្នោះអ្នកត្រូវឆ្លងកាត់ការសាកល្បង3យ៉ាងបើអ្នកឈ្នះខ្ញុំនឹងប្រាប់បើអ្នកចាញ់ព្រលឹងអ្នកនឹងនៅទីនេះជារៀងរហូតចាញ់យល់ពមការសាកល្បងទី1ព្រៃនៃការភ័យខ្លាចលោកតាសច្ចៈបោះដំបងរបស់គាត់ចូលទៅក្នុងភ្លើងនោះប្រែជាភ្លើងងឹតច័ន្ទត្រូវដើរចូលនៅខាងក្នុងភ្លើងនោះគាត់ឃើញរូបអាបធ្មប់ខ្មោចនិងសត្វចម្លែកជាច្រើនពួកវាស្រែកថាត្រឡប់ទៅវិញអ្នកនឹងស្លាប់ប៉ុន្តែច័ន្ទនឹកឃើញមុខឪពុកម្ដាយគាត់បិទភ្នែកហើយដើរទៅមុខពេលគាត់បើកភ្នែកម្ដងទៀតគាត់បានចេញពីភ្លើងនោះរួចហើយលោកតាសច្ចៈយល់ព្រមការសាកល្បងទី2ទឹកនៃការភ្លេចលោកតាសច្ចៈបង្ហាញអណ្ដូងទឹកខ្មៅមួយផឹកទឹកនេះបើអ្នកនៅចាំឪពុកម្ដាយអ្នកបានបន្ទាប់ពីផឹកអ្នកឈ្នះច័ន្ទផឹកទឹកនោះធ្វើឲ្យគាត់ភ្លេចអ្វីទាំងអស់ឈ្មោះគាត់ភូមិគាត់សំបីតែមុខជីដូនជីតាប៉ុន្តែនៅក្នុងចិត្តគាត់នៅតែមានរូបភាពមួយដែលម្ដាយគាត់កាន់ដៃគាត់ពេលគាត់នៅតែក្មេងគាត់ចាប់យករូបភាពនោះហើយរក្សាទុកគាត់ឈ្នះការសាកល្បងទី3ការជ្រើសរើសលោកតាសច្ចៈបង្ហាញប្រអប់2ប្រអប់មួយមានថ្នាំព្យាបាលជំងឺអាថ៌កំបាំងប្រអប់មួយទៀតមានអាគមដ៏ខ្លាំងក្លាអ្នកអាចយកតែមួយច័ន្ទមិនយកទាំងពីរទេគាត់និយាយថាខ្ញុំមិនចង់បានអ្វីទាំងអស់ខ្ញុំគ្រាន់តែចង់ដឹងការពិតលោកតាសច្ចៈសម្លឹងមើលគាត់យ៉ាងយូរបន្ទាប់មកគាត់ញឹមអ្នកជាក្មេងដំបូងដែលមិនលោភអ្នកឈ្នះលោកតាសច្ចៈប្រាប់ច័ន្ទថាឪពុកម្ដាយអ្នកមិនស្លាប់ដោយសារជំងឺធម្មតាទេពួកគេបានរកឃើញថ្មសច្ចៈដែលខ្ញុំលាក់ទុកនៅក្រោមភ្នំថ្មនោះមានអាគមដែលអាចធ្វើឲ្យមនុស្សម្នាក់មានអំណាចដូចព្រះប៉ុន្តែវាក៏មានតម្លៃថ្លៃណាស់អ្នកណាដែលប៉ះវាព្រលឹងរបស់គេនឹងត្រូវលេបឪពុកម្ដាយអ្នកបានប៉ះវាហើយស្លាប់ខ្ញុំមិនអាចជួយពួកគេបានទេព្រោះវាជាច្បាប់បុរាណច័ន្ទយំប៉ុន្តែលោកតាសច្ចៈនិយាយបន្តប៉ុន្តែព្រលឹងរបស់ពួកគេមិនទាន់បាត់ទេពួកគេនៅតែជាប់នៅក្នុងថ្មសច្ចៈបើអ្នកចង់ជួយពួកគេអ្នកត្រូវរកវិធីបំបែកថ្មនោះដោយមិនប៉ះវាច័ន្ទសួរថាតើខ្ញុំធ្វើដូចម្ដេចលោកតាសច្ចៈផ្ដល់ដំបងឈើមួយដាំឲ្យគាត់ដំបងនេះជាដំបងរបស់ខ្ញុំវាមានអាគមប៉ុន្តែអ្នកត្រូវសិក្សាអាគមអស់រយៈពេល7ឆ្នាំមុននឹងប្រើវាបើអ្នកប្រើមុនពេលនោះអ្នកនឹងស្លាប់ដូចឪពុកម្ដាយអ្នក
ច័ន្ទយល់ព្រមគាត់នៅជាមួយលោកតាសច្ចៈអស់រយៈពេល7ឆ្នាំគាត់រៀនអាគមស្លាប់នឹងរស់ប្រែភពនឹងភ្នំដេកគាត់រៀនពីរបៀបនិយាយជាមួយថ្មនិងស្ដាប់សំឡេងខ្យល់នៅថ្ងៃទី7ឆ្នាំលោកតាសច្ចៈនិយាយថាឥឡូវនេះអ្នករួចរាល់ហើយចូលទៅក្រោមភ្នំរកថ្មសច្ចៈបំបែកវាប៉ុន្តែកុំប៉ះវាច័ន្ទចុះទៅក្រោមភ្នំតាមភ្លើងងឹតគាត់ឃើញថ្មសច្ចៈវាភ្លឺដូចព្រះអាទិត្យខ្មៅនៅខាងក្នុងវាគាត់ឃើញរូបឪពុកម្ដាយគាត់កំពុងស្រែកសុំជំនួយគាត់ប្រើដំបងហើយនិយាយពីអាគមដែលលោកតាសច្ចៈបង្រៀនថ្មនោះប្រេះពន្លឺខ្មៅហូរចេញប្រលឹងឪពុកម្ដាយគាត់ត្រូវបានដោះលែងប៉ុន្តែនៅពេលនោះភ្នំត្បែងចាប់ផ្ដើមញ័រលោកតាសច្ចៈបង្ហាញខ្លួនអ្នកបានធ្វើបានល្អប៉ុន្តែឥឡូវនេះអាគមនៃភ្នំនឹងត្រូវបាត់ខ្ញុំក៏ត្រូវបាត់ទៅវិញដែរច័ន្ទសួរថាតើលោកតានឹងទៅណាលោកតាសច្ចៈញឹមខ្ញុំនឹងក្លាយជាខ្យល់ខ្ញុំនឹងក្លាយជាថ្មខ្ញុំនឹងក្លាយជាអាថ៌កំបាំងហើយអ្នកនឹងក្លាយជាលោកតាសច្ចៈថ្មីច័ន្ទភ្ញាក់ផ្អើលខ្ញុំមិនចង់ទេប៉ុន្តែលោកតាសច្ចៈបានប្រែជាផ្សែងរួចហើយគាត់បាត់ទៅក្នុងខ្យល់ច័ន្ទនៅតែឈរនៅទីនោះភ្នំត្បែងនៅស្ងៀមព្រៃនៅស្ងៀមប៉ុន្តែនៅក្នុងចិត្តគាត់ដឹងថាអាគមបានផ្ទេរមកគាត់ហើយគាត់ត្រឡប់ទៅភូមិមនុស្សទាំងអស់ភ្ញាក់ផ្អើលព្រោះគាត់មិនចាស់ទេប៉ុន្តែភ្នែករបស់គាត់មានភ្លើងខ្មៅដូចលោកតាសច្ចៈគាត់មិនប្រាប់នរណាម្នាក់អំពីអាថ៌កំបាំងទេគាត់គ្រាន់តែរស់នៅដូចមនុស្សធម្មតាប៉ុន្តែយូរម្ដងនៅពេលមាននរណាម្នាក់ឈឺធ្ងន់ឬមានអាថ៌កំបាំងណាមួយមនុស្សនឹងមកស្វែងរកគាត់ហើយគាត់នឹងជួយដោយមិនប្រាប់ថាគាត់ជាលោកតាសច្ចៈថ្មីអស់រយៈពេលជាច្រើនជំនាន់មនុស្សនៅតែនិយាយថាលោកតាសច្ចៈនៅតែរស់នៅលើភ្នំត្បែងពួកគេមិនដឹងថាលោកតាសច្ចៈបានប្រែជាមនុស្សធម្មតាហើយកំពុងរស់នៅក្នុងភូមិរបស់ពួកគេបន្ទាប់ពីលោកតាសច្ចៈចាស់បាត់ទៅក្នុងខ្យល់ច័ន្ទបានត្រឡប់មកភូមិវិញដោយភ្នែកដែលមានភ្លើងខ្មៅស្ងាត់គាត់មិនបានប្រាប់នរណាម្នាក់ថាគាត់បានក្លាយជាអ្នកថែរក្សាអាគមថ្មីទេគាត់រស់នៅដូចមនុស្សធម្មតាតែរៀងរាល់យប់ដែលព្រះច័ន្ទពេញវង្សគាត់នឹងឡើងទៅកំពូលភ្នំត្បែងហើយអង្គុយនៅមាត់រូងថ្មដើម្បីស្ដាប់សំឡេងភ្នំត្បែងមិនបានស្ងៀមស្ងាត់ទាំងស្រុងទេទោះបីជាថ្មសច្ចៈត្រូវបានបំបែកហើយក៏ដោយក៏នៅតែមានបំណែកតូចនៃអាគមបុរាណលាក់ខ្លួននៅក្រោមដីនៅក្នុងឫសឈើនិងនៅក្នុងខ្យល់ដែលបក់កាត់ដងភ្នំច័ន្ទដឹងថាគាត់ត្រូវការពារវាព្រោះបើមាននរណាម្នាក់រកឃើញបំណែកទាំងនោះគ្រោះថ្នាក់នឹងកើតឡើងម្ដងទៀត5ឆ្នាំក្រោយមកភូមិនៅជើងភ្នំត្បែងចាប់ផ្ដើមមានការផ្លាស់ប្ដូរមានពាណិជ្ជករមកពីទិសខាងកើតនាំយកអំបិលក្រណាត់និងដែកមកលក់ពួកគេនិយាយអំពីទីក្រុងធំអំពីស្ដេចដែលកំពុងប្រមូលទ្រព្យសម្បត្តិនិងអំពីព្រះវិហារថ្មីដែលកំពុងសាងសង់មនុស្សក្នុងភូមិចាប់ផ្ដើមចង់បានជីវិតថ្មីពួកគេចង់បានផ្ទះធំចង់បានសម្លៀកបំពាក់ស្អាតនិងចង់បានអំណាចក្នុងចំណោមពាណិជ្ជករទាំងនោះមានបុរសម្នាក់ឈ្មោះសេនាគាត់មិនមែនជាពាណិជ្ជករធម្មតាទេគាត់ជាអ្នកស្វែងរកអាថ៌កំបាំងបុរាណគាត់បានឮរឿងអំពីលោកតាសច្ចៈតាំងពីក្មេងហើយគាត់ជឿថានៅលើភ្នំត្បែងនៅតែមានអាគមដ៏ខ្លាំងក្លាសេនាបានសួរមនុស្សចាស់ក្នុងភូមិហើយបានដឹងថាមានក្មេងប្រុសម្នាក់ឈ្មោះច័ន្ទដែលធ្លាប់បាត់ខ្លួន7ឆ្នាំហើយត្រឡប់មកវិញដោយមានភ្នែកខុសគេសេនាបានសម្រេចចិត្តសាកល្បងច័ន្ទនៅយប់មួយគាត់បានមកផ្ទះច័ន្ទហើយនិយាយថាខ្ញុំដឹងថាអ្នកបានជួបលោកតាសច្ចៈខ្ញុំចង់រៀនអាគមខ្ញុំនឹងឲ្យមាសច្រើនណាស់បើអ្នកបង្រៀនខ្ញុំច័ន្ទមើលមុខសេនាយ៉ាងយូរគាត់ឃើញភ្លើងលោភលន់នៅក្នុងភ្នែកបុរសនោះគាត់ញឹមស្ដាងហើយនិយាយថាអាគមមិនមែនជារបស់ដែលអាចទិញបានទេវាជាបន្ទុកបើអ្នកចង់បានអ្នកត្រូវបង់តម្លៃដោយចិត្តមិនមែនដោយមាសទេសេនាមិនពេញចិត្តគាត់ចាក់ចេញទៅប៉ុន្តែគាត់មិនបោះបង់ទេគាត់បានជួលមនុស្ស2-3នាក់ឲ្យតាមដានច័ន្ទពួកគេឃើញច័ន្ទឡើងភ្នំនៅយប់ពេញវង្សពួកគេបានរាយការណ៍ទៅសេនាបានប្រមូលបុរសខ្លាំងហើយឡើងភ្នំត្បែងនៅយប់បន្ទាប់ពួកគេចង់ចូលទៅក្នុងរូងថ្មដើម្បីរកអាគមប៉ុន្តែភ្នំត្បែងមិនងាយអនុញ្ញាតទេនៅពេលពួកគេទៅដល់កណ្ដាលផ្លូវខ្យល់ចាប់ផ្ដើមបក់ខ្លាំងដើមឈើងាកមករំពាត់ពួកគេសំឡេងយំដូចមនុស្សស្រែកគេឡើងពីគ្រប់ទិសបុរសម្នាក់ភ័យខ្លាចរត់ចុះទៅក្រោមហើយបាត់ទៅក្នុងព្រៃម្នាក់ទៀតឃើញរូបខ្មោចរបស់ឪពុកគាត់ក៏ធ្លាក់សន្លប់សេនាតែម្នាក់ឯងនៅតែដើរទៅមុខគាត់មានអាគមតូចដែលគាត់រៀនពីគ្រូបុរាណផ្សេងគាត់ប្រើវាដើម្បីការពារខ្លួនគាត់ទៅដល់មាត់រូងថ្មនៅទីនោះច័ន្ទកំពុងអង្គុយរង់ចាំអ្នកមិនគួរមកទីនេះទេច័ន្ទនិយាយសេនាសើចខ្ញុំមកយកអ្វីដែលជារបស់ខ្ញុំអាគមនេះគួរតែសម្រាប់មនុស្សដែលខ្លាំងមិនមែនសម្រាប់កសិករក្រីក្រដូចអ្នកទេច័ន្ទងើបឈរភ្នែករបស់គាត់ភ្លឺខ្មៅអាគមមិនមែនសម្រាប់អ្នកណាដែលខ្លាំងទេវាសម្រាប់អ្នកណាដែលមិនលោភសេនាលើកដៃឡើងហើយបញ្ចេញអាគមភ្លើងឆេះឆ្ពោះទៅរកច័ន្ទប៉ុន្តែច័ន្ទគ្រាន់តែលើកដៃម្ខាងភ្លើងនោះប្រែជាផ្សែងស្លាប់ហើយបាត់ទៅវិញសេនាភ្ញាក់ផ្អើលគាត់ព្យាយាមប្រើអាគមផ្សេងទៀតប៉ុន្តែគ្រប់យ៉ាងដែលគាត់ធ្វើត្រូវបានច័ន្ទបំបែកដោយញីចុងក្រោយសេនាលុតជង្គង់សូម
បង្រៀនខ្ញុំនឹងបំរើអ្នកច័ន្ទសម្លឹងមើលគាត់អ្នកមិនអាចរៀនបានទេព្រោះចិត្តអ្នកពេញដោយលោភប៉ុន្តែខ្ញុំនឹងឲ្យឱកាសមួយត្រឡប់ទៅភូមិវិញរស់នៅដោយស្មោះត្រង់រយៈពេល3ឆ្នាំបើអ្នកធ្វើបានខ្ញុំនឹងពិចារណាសេនាយល់ព្រមហើយចុះពីភ្នំប៉ុន្តែនៅក្នុងចិត្តគាត់នៅតែមានភ្លើងលោភ3ឆ្នាំកន្លងផុតទៅសេនាមិនបានផ្លាស់ប្ដូរទេគាត់បានប្រមូលមាសច្រើនដោយលក់របស់คล้ายៗដែលគាត់ហៅថាទៅឆ្នាំអាគមគាត់បានបង្កើតក្រុមអ្នកតាមដានហើយបានស្វែងរកបំណែកថ្មសច្ចៈដែលនៅសល់នៅថ្ងៃមួយគាត់រកឃើញបំណែកតូចមួយនៅក្រោមឬដើមឈើចាស់វាភ្លឺខ្មៅស្ងាត់ពេលគាត់ប៉ះវាគាត់ទើសំឡេងរាប់ពាន់សំឡេងស្រែកក្នុងក្បាលព្រលឹងដែលធ្លាប់ជាប់ក្នុងថ្មសច្ចៈចាស់នៅតែមានខ្លះនៅសល់សេនាលេបបំណែកនោះចូលទៅក្នុងខ្លួនភ្លាមនោះរាងកាយគាត់ផ្លាស់ប្ដូរសក់គាត់ប្រែជាស្បែកគាត់ស្ងួតដូចឈើហើយភ្នែកគាត់ប្រែជាខ្មៅដូចច័ន្ទប៉ុន្តែខុសពីច័ន្ទគាត់មិនមានសុភមង្គលទេគាត់មានតែការឈឺចាប់និងការលោភដ៏ខ្លាំងក្លាគាត់ត្រឡប់ទៅភ្នំត្បែងហើយប្រកាសថាខ្ញុំជាលោកតាសច្ចៈថ្មីអ្នកទាំងអស់គ្នាត្រូវគោរពខ្ញុំមនុស្សក្នុងភូមិភ័យខ្លាចពួកគេមិនដឹងថាតើអ្នកណាជាលោកតាសច្ចៈពិតខ្លះចាប់ផ្ដើមគោរពសេនាខ្លះទៀតនៅតែទៅរកច័ន្ទដឹងថាគ្រោះថ្នាក់បានមកដល់ហើយគាត់ឡើងទៅកំពូលភ្នំនៅយប់ដែលព្រះច័ន្ទទងឹតបំផុតគាត់អង្គុយនៅមាត់រូងហើយសំឡេងលោកតាសច្ចៈចាស់លោកតាខ្ញុំត្រូវការជំនួយខ្យល់បក់មកសំឡេងទាបឡើងអ្នកជាអ្នកថែរក្សាអ្នកត្រូវដោះស្រាយដោយខ្លួនឯងប៉ុន្តែចងចាំថាអាគមពិតប្រាកដមិនស្ថិតនៅក្នុងថ្មទេប៉ុន្តែស្ថិតនៅក្នុងការជ្រើសរើសច័ន្ទយល់គាត់ត្រឡប់ទៅភូមិហើយប្រមូលមនុស្សដែលនៅតែស្មោះត្រង់គាត់ប្រាប់ពួកគេតែមួយផ្នែកនៃការពិតមានអាគមងឹតកំពុងរីកដុះដាលយើងត្រូវការពារភូមិពួកគេយល់ព្រមសេនាបានប្រមូលកម្លាំងផ្ទាល់ខ្លួនផងដែរគាត់បានប្រើអាគមដើម្បីគ្រប់គ្រងចិត្តមនុស្សខ្លះធ្វើឲ្យពួកគេខ្លាចជាទាសកររបស់គាត់បានសាងសង់ជំរំនៅជើងភ្នំហើយប្រកាសថាគាត់នឹងបើករូងថ្មឲ្យគ្រប់គ្នាដើម្បីចែករំលែកអាគមនៅថ្ងៃមួយគាត់បាននាំមនុស្សរាប់រយនាក់ឡើងភ្នំច័ន្ទរងចាំនៅកំពូលពេលសេនាទៅដល់មេឃងឹតភ្លេចបន្ទោបាញ់ភ្នំត្បែងចាប់ផ្ដើមញ័រឈប់ច័ន្ទស្រែកបើអ្នកបន្តភ្នំនឹងដួលរលំហើយអ្នកទាំងអស់គ្នានឹងស្លាប់សេនាសាជឿខ្ញុំមិនខ្លាចទេខ្ញុំមានអាគមខ្លាំងជាងអ្នកគាត់លើកដៃឡើងហើយបញ្ចេញរលកអាគមខ្មៅដើមឈើជុំវិញប្រែជាភេះដេកប្រេះមនុស្សខ្លះធ្លាក់ចូលទៅក្នុងរណ្ដៅច័ន្ទបិទភ្នែកគាត់នឹកឃើញពាក្យរបស់លោកតាសច្ចៈចាស់គាត់ដកដង្ហើមជ្រៅហើយប្រើអាគមភ្នំដេកភ្នំត្បែងឈប់ញ័រវាដូចជាដេកលក់រលកអាគមរបស់សេនាត្រូវបានស្រូបចូលទៅក្នុងដីសេនាខឹងគាត់ប្រើអាគមស្លាប់នឹងរស់ដើម្បីហៅព្រលឹងមនុស្សដែលស្លាប់នៅជុំវិញភ្នំព្រលឹងរាប់រយនាក់លេចឡើងហើយវាប្រហារច័ន្ទមិនប្រយុទ្ធទប់ទេគាត់គ្រាន់តែឈរពេលព្រលឹងមកដល់គាត់និយាយស្ងាត់ត្រឡប់ទៅកន្លែងរបស់អ្នកវិញអ្នកមិនត្រូវការប្រយុទ្ធទេព្រលឹងទាំងនោះឈប់ពួកគេសម្លឹងមើលច័ន្ទហើយបាត់ទៅវិញម្ដងមួយសេនាភ័យខ្លាចជាលើកដំបូងហេតុអ្វីបានជាអាគមរបស់ខ្ញុំមិនធ្វើការលើអ្នកច័ន្ទឆ្លើយព្រោះអាគមរបស់អ្នកមកពីលោភអាគមរបស់ខ្ញុំមកពីការទទួលយកអ្នកចង់គ្រប់គ្រងភ្នំខ្ញុំគ្រាន់តែចង់ការពារវាសេនាស្រែកឡើងហើយប្រើអាគមចុងក្រោយរបស់គាត់បំផ្ទុះបំណែកថ្មសច្ចៈដែលនៅក្នុងខ្លួនគាត់រលកខ្មៅដ៏ខ្លាំងក្លាបាញ់ចេញទៅគ្រប់ទេសច័ន្ទដឹងថាគាត់មិនអាចទប់ទល់បានទាំងស្រុងទេគាត់ប្រើអាគមប្រែភពហើយប្រែជាខ្យល់រលកខ្មៅឆ្លងកាត់គាត់ដោយមិនប៉ះពាល់ប៉ុន្តែមនុស្សជាច្រើននៅជុំវិញត្រូវរងគ្រោះដើមឈើដួលដីប្រេះធំភ្នំត្បែងចាប់ផ្ដើមដួលរំផ្នែកខ្លះច័ន្ទប្រែជាមនុស្សវិញហើយស្រែកទៅសេនាឈប់បើអ្នកបន្តអ្នកនឹងបំផ្លាញអ្វីទាំងអស់សេនាមិនស្ដាប់គាត់លេបបំណែកចុងក្រោយនៃថ្មសច្ចៈដែលគាត់លាក់ទុករាងកាយគាត់ហាមឡើងគាត់ប្រែជាយក្សខ្មៅដ៏ធំសំឡេងរបស់គាត់ប្រែជាផ្គរលាន់ខ្ញុំជាព្រះថ្មីអ្នកទាំងអស់គ្នាត្រូវគោរពខ្ញុំច័ន្ទដឹងថាគាត់ត្រូវធ្វើអ្វីមួយដែលគាត់មិនចង់ធ្វើគាត់ត្រូវប្រើអាគមដែលលោកតាសច្ចៈចាស់បានហាមឃាត់គាត់អង្គុយចុះបិទភ្នែកហើយហៅអាគមស្លាប់នឹងរស់ក្នុងកម្រិតខ្ពស់បំផុតគាត់មិនហៅព្រលឹងមនុស្សទេគាត់ហៅព្រលឹងភ្នំត្បែងខ្លួនឯងភ្នំភ្ញាក់ដីញ័រខ្លាំងថ្មធំហោះឡើងពីដីឬឈើចេញមកពីក្រោមដីដូចជាពស់យក្សពួកវារំពាត់យក្សខ្មៅរបស់សេនាស្រែកអ្នកមិនអាចធ្វើបែបនេះបានទេភ្នំជារបស់ខ្ញុំច័ន្ទឆ្លើយដោយសំឡេងស្ងប់ភ្នំមិនមែនជារបស់នរណាម្នាក់ទេវាជាជីវិតឬឈើនឹងថ្មរំពាត់សេនាកាន់តែក្រាស់យក្សខ្មៅព្យាយាមបំបែកដោយប្រើអាគមខ្មៅប៉ុន្តែរាល់ដងដែលគាត់បំផ្ទុះភ្នំគ្រាន់តែស្រូបយកថាមពលនោះទៅវិញ
ចុងក្រោយសេណាឌួរាងកាយៈរបស់គាត់រួញតូចទៅវិញបំណែកថ្មសច្ចៈចេញពីខ្លួនគាត់ហើយធ្លាក់ចុះទៅលើដីវាភ្លឺខ្មៅមួយផ្លែតបន្ទាប់មកប្រែជាផេះសេណាឌួសន្លប់ច័ន្ទដើរទៅជិតគាត់មនុស្សដែលនៅសល់សម្លឹងមើលដោយភាពភ័យខ្លាចនិងការគោរពច័ន្ទនិយាយទៅកាន់ពួកគេត្រឡប់ទៅភូមិវិញកុំមកទីនេះម្ដងទៀតលុះត្រាតែចិត្តអ្នកស្អាតភ្នំនឹងការពារខ្លួនឯងពួកគេគោរពតាមច័ន្ទអង្គុយនៅក្បែរសេនាគាត់ដឹងថាសេនាមិនស្លាប់ទេប៉ុន្តែអាគមនៅក្នុងខ្លួនគាត់ត្រូវបានដកចេញទាំងស្រុងបើសេនាភ្ញាក់ឡើងគាត់នឹងក្លាយជាមនុស្សធម្មតាវិញប៉ុន្តែនឹងចងចាំអ្វីគ្រប់យ៉ាងច័ន្ទប្រើអាគមតូចមួយដើម្បីព្យាបាលរបួសរបស់សេនាបន្ទាប់មកគាត់និយាយស្ងាត់បើអ្នកភ្ញាក់ឡើងហើយនៅតែលោភនោះអ្នកនឹងស្លាប់ដោយដៃខ្លួនឯងបើអ្នកជ្រើសរើសផ្លូវថ្មីអ្នកអាចរស់នៅបានគាត់ងើបឈរហើយដើរចូលទៅក្នុងរូងថ្ម5 ឆ្នាំក្រោយមកសេនាបានភ្ញាក់ឡើងពីការសន្លប់យូរគាត់ត្រឡប់ទៅភូមិវិញដោយរាងកាយទន់ខ្សោយមនុស្សមិនស្គាល់គាត់ទេព្រោះគាត់មើលទៅចាស់ណាស់គាត់មិនបាននិយាយអំពីអាគមទៀតទេគាត់បានសាងផ្ទះតូចមួយនៅចុងភូមិហើយរស់នៅដោយស្ងៀមស្ងាត់រៀងរាល់ថ្ងៃគាត់នឹងអង្គុយមើលភ្នំត្បែងពីចម្ងាយច័ន្ទនៅតែរស់នៅក្នុងភូមិដូចមុនគាត់រៀបការជាមួយស្រីក្រមុំម្នាក់ឈ្មោះសុភាដែលជាកូនស្រីរបស់អ្នកចាស់ទុំក្នុងភូមិសុភាដឹងថាប្តីនាងមានអាថ៌កំបាំងប៉ុន្តែនាងមិនសួរនាងគ្រាន់តែស្រឡាញ់គាត់ពួកគេមានកូនប្រុសម្នាក់ឈ្មោះវីរៈកើតមកដោយភ្នែកធម្មតាប៉ុន្តែពេលគាត់មានអាយុ7 ឆ្នាំភ្នែកគាត់ចាប់ផ្ដើមមានពន្លឺខ្មៅស្ងាត់ដូចឪពុកច័ន្ទដឹងថាអាគមកំពុងផ្ទេរទៅកូនប្រុសគាត់បន្តិចម្ដងគាត់បាននាំវីរៈឡើងភ្នំត្បែងជាលើកដំបូងនៅយប់ដែលព្រះច័ន្ទពេញវង្សកូនឲ្យច័ន្ទនិយាយថ្ងៃណាមួយអ្នកនឹងត្រូវក្លាយជាអ្នកថែរក្សាប៉ុន្តែមុននោះអ្នកត្រូវរៀនថាអាគមមិនមែនជាអំណាចទេវាជាការទទួលខុសត្រូវវីរៈងក់ក្បាលគាត់នៅក្មេងប៉ុន្តែគាត់យល់ប៉ុន្តែភ្នំត្បែងមានអាថ៌កំបាំងជាច្រើនទៀតដែលមិនទាន់បើកនៅជម្រៅនៃភ្នំនៅក្រោមរូងថ្មដែលលោកតាសច្ចៈចាស់ធ្លាប់រស់នៅមានបន្ទប់បុរាណមួយទៀតវាត្រូវបានបិទជិតតាំងពីយុគសម័យដំបូងបំផុតនៅខាងក្នុងនោះមានបេះដូងភ្នំថ្មដ៏ធំមួយដែលជាប្រភពនៃអាគមទាំងអស់លោកតាសច្ចៈចាស់បានលាក់វាទុកព្រោះគាត់ដឹងថាបើមាននរណាម្នាក់ប៉ះវាពិភពលោកទាំងមូលនឹងផ្លាស់ប្ដូរប៉ុន្តែបន្ទាប់ពីការប្រយុទ្ធជាមួយសេនាភ្នំត្បែងបានផ្លាស់ប្ដូរបន្ទប់នោះចាប់ផ្ដើមបើកបន្តិចម្ដងនៅយប់មួយច័ន្ទសុបិនឃើញបេះដូងភ្នំវាកំពុងហៅគាត់ភ្ញាក់ឡើងដោយញើសត្រជាក់គាត់ដឹងថាពេលវេលាកំពុងមកដល់គាត់បានប្រាប់សុភាថាគាត់ត្រូវទៅភ្នំយូសុភាយល់ព្រមទោះបីជានាងបារម្ភក៏ដោយច័ន្ទនាំវីរៈទៅជាមួយពួកគេចុះទៅជម្រៅនៃរូងថ្មផ្លូវនោះវែងនិងងឹតមានរូបភាពបុរាណនៅលើជញ្ជាំងរូបមនុស្សដែលមានស្លាបសត្វយក្សនិងព្រះច័ន្ទដែលកំពុងយំពេលពួកគេទៅដល់បន្ទប់បេះដូងភ្នំពួកគេឃើញថ្មដ៏ធំពណ៌ខ្មៅភ្លឺវាដូចជាមានជីវិតវាផ្ទុះពន្លឺយឺតដូចជាដង្ហើមសំឡេងមួយឡើងពីក្នុងថ្មអ្នកថែរក្សាជំនាន់ថ្មីអ្នកបានមកដល់ហើយច័ន្ទលុតជង្គង់តើអ្នកជាអ្នកណាខ្ញុំជាព្រលឹងដំបូងនៃភ្នំត្បែងខ្ញុំបានកើតមុនមនុស្សមុនព្រៃមុនទន្លេខ្ញុំបានជ្រើសរើសលោកតាសច្ចៈដំបូងដើម្បីការពារខ្ញុំពីលោភរបស់មនុស្សឥឡូវនេះអ្នកជាអ្នកថែរក្សាប៉ុន្តែពេលវេលាកំពុងផ្លាស់ប្ដូរមនុស្សកំពុងកាន់តែលោភពួកគេនឹងមករកខ្ញុំម្ដងទៀតច័ន្ទសួរតើខ្ញុំត្រូវធ្វើដូចម្ដេចអ្នកត្រូវជ្រើសរើសបើអ្នកចង់ការពារខ្ញុំជារៀងរហូតអ្នកត្រូវបញ្ចូលខ្លួនអ្នកចូលទៅក្នុងបេះដូងភ្នំអ្នកនឹងក្លាយជាផ្នែកនៃភ្នំអ្នកនឹងមិនស្លាប់ទេប៉ុន្តែអ្នកក៏នឹងមិនរស់ដូចមនុស្សទៀតដែរបើអ្នកមិនចង់អ្នកត្រូវបង្រៀនកូនប្រុសអ្នកឲ្យខ្លាំងជាងអ្នកហើយទុកឲ្យគាត់ជ្រើសរើសនៅពេលក្រោយច័ន្ទសម្លឹងមើលវីរៈកូនប្រុសគាត់កំពុងមើលថ្មដោយភ្នែកភ្លឺខ្ញុំមិនចង់បាត់បង់ឪពុកទេវីរៈនិយាយច័ន្ទដាក់ដៃលើស្មាកូនខ្ញុំក៏មិនចង់បាត់បង់កូនដែរប៉ុន្តែយើងត្រូវការពារអ្វីដែលសំខាន់ជាងខ្លួនយើងគាត់ងាកទៅរកបេះដូងភ្នំខ្ញុំសុំពេលមួយជំនាន់ខ្ញុំនឹងបង្រៀនកូនប្រុសខ្ញុំបើនៅពេលនោះមនុស្សនៅតែលោភខ្ញុំនឹងត្រឡប់មកវិញហើយបញ្ចូលខ្លួនខ្ញុំចូលទៅក្នុងអ្នកបេះដូងភ្នំស្ងៀមមួយរយៈបន្ទាប់មកវាឆ្លើយយល់ព្រមប៉ុន្តែចងចាំថារាល់ឆ្នាំដែលអ្នកពន្យាពេលភ្នំនឹងកាន់តែទន់ខ្សោយហើយអាគមងឹតនឹងកាន់តែខ្លាំងច័ន្ទយល់ព្រមគាត់នឹងវីរៈត្រឡប់ទៅភូមិវិញ20 ឆ្នាំកន្លងផុតទៅវីរៈបានក្លាយជាបុរសពេញវ័យគាត់រៀនអាគមពីឪពុកគ្រប់យ៉ាងគាត់មានភ្នែកខ្មៅដូចច័ន្ទប៉ុន្តែចិត្តរបស់គាត់ទន់ភ្លន់ជាងគាត់ចូលចិត្តជួយមនុស្សចូលចិត្តព្យាបាលជំងឺនិងចូលចិត្តស្ដាប់រឿងរ៉ាវរបស់មនុស្សចាស់ក្នុងពេលជាមួយគ្នាពិភពលោកខាងក្រៅកំពុងផ្លាស់ប្ដូរយ៉ាងលឿនមានស្ដេចថ្មីមួយអង្គឡើងគ្រងរាជនៅទីខាងលិចគាត់ចង់ពង្រីកទឹកដីគាត់បានរឿងអំពីភ្នំត្បែងនិងអាគមបុរាណគាត់បានបញ្ជូនទាហានមកស្វែងរក
ទីហ៊ានទាំងនោះមកដល់ភូមិនៅជើងភ្នំពួកគេសួរអំពីលោកតាសច្ចៈមនុស្សភាគច្រើននិយាយថាគ្មានទេប៉ុន្តែមានមនុស្សខ្លះដែលនៅតែចងចាំសេនាបានប្រាប់ថាមានបុរសម្នាក់ឈ្មោះច័ន្ទដែលមានអាគមទីហ៊ានបានចាប់ច័ន្ទវីរៈព្យាយាមជួយឪពុកប៉ុន្តែច័ន្ទបញ្ឈប់គាត់គុំបង្ហាញអាគមច័ន្ទនិយាយស្ងាត់បើពួកគេដឹងថាអ្នកមានអាគមពួកគេនឹងចាប់អ្នកផងដែរទីហ៊ាននាំច័ន្ទទៅជំរំរបស់ពួកគេមេតបសួរគាត់អំពីអាគមច័ន្ទមិនឆ្លើយពួកគេវីគាត់នៅតែស្ងៀមវីរៈមិនអាចអត់ធ្មត់បាននៅយប់មួយគាត់បានប្រែជាខ្យល់ហើយចូលទៅក្នុងជំរំគាត់ដោះលែងឪពុកហើយនាំគាត់រត់ទៅភ្នំត្បែងទីហ៊ានដេញតាមនៅលើភ្នំការប្រយុទ្ធបានកើតឡើងម្ដងទៀតវីរៈប្រើអាគមដើម្បីការពារគាត់ធ្វើឲ្យដើមឈើคล้ายជាទីហ៊ានឈើធ្វើឲ្យខ្យល់คล้ายជាដាវទីហ៊ានជាច្រើនរងរបួសប៉ុន្តែមេតបមានអាគមផ្ទាល់ខ្លួនផងដែរគាត់បានរៀនពីគ្រូបុរាណនៅរាជធានីគាត់ប្រើអាគមភ្លើងខ្មៅដែលស្រូបយកជីវិតភ្លើងនោះបាញ់មកលើវីរៈការពារបានប៉ុន្តែរបួសច័ន្ទឃើញកូនប្រុសរបស់គាត់ជិះចាប់គាត់សម្រេចចិត្តគាត់ស្រែកទៅកាន់បេះដូងភ្នំខ្ញុំទទួលយកខ្ញុំនឹងបញ្ចូលខ្លួនខ្ញុំចូលទៅក្នុងអ្នកភ្នំត្បែងឆ្លើយតបភ្លាមដីប្រេះពន្លឺខ្មៅហោះឡើងពីក្រោមដីរំពាត់ច័ន្ទវីរៈស្រែកឪពុកច័ន្ទញឹមឲ្យកូនឥឡូវនេះអ្នកជាអ្នកថែរក្សាការពារភ្នំការពារមនុស្សហើយកុំភ្លេចថាអាគមពិតប្រាកដគឺសេចក្តីសប្បុរសពន្លឺខ្មៅស្រូបច័ន្ទចូលទៅក្នុងភ្នំរាងកាយគាត់បាត់នៅសល់តែសម្លេងទាបនៅក្នុងខ្យល់ខ្ញុំនៅទីនេះជានិច្ចភ្នំត្បែងចាប់ផ្ដើមមានកម្លាំងឡើងវិញឬឈើនឹងថ្មវីប្រហារទីហ៊ានពួកគេភ័យខ្លាចរត់ចុះពីភ្នំមេតបព្យាយាមទល់ប៉ុន្តែភ្នំខ្លាំងពេកគាត់ត្រូវបានស្រូបចូលទៅក្នុងដីហើយបាត់ទៅវិញវីរៈឈរតែម្នាក់ឯងនៅលើកំពូលភ្នំទឹកភ្នែកហូរគាត់ដឹងថាឪពុកគាត់មិនស្លាប់ទេប៉ុន្តែគាត់ក៏មិនអាចជួបគាត់ដូចមុនទៀតដែរគាត់លុតជង្គង់ហើយនិយាយទៅកាន់ភ្នំខ្ញុំទទួលយកតួនាទីនេះខ្ញុំនឹងការពារអ្នកភ្នំឆ្លើយតបដោយខ្យល់កក់ក្ដៅអស់រយៈពេលជាច្រើនទសវត្សរ៍វីរៈបានក្លាយជាលោកតាសច្ចៈថ្មីគាត់រស់នៅក្នុងភូមិដូចឪពុកប៉ុន្តែរៀងរាល់យប់ពេញវង់គាត់នឹងឡើងភ្នំដើម្បីនិយាយជាមួយព្រលឹងឪពុកគាត់បានរៀបការមានកូនស្រីម្នាក់ឈ្មោះចន្ទ្រាពេលនាងកើតមកភ្នែកនាងមានពន្លឺខ្មៅភ្លាមវីរៈដឹងថាអាគមកំពុងបន្តទៅជំនាន់ក្រោយក្នុងពេលជាមួយគ្នារឿងព្រេងអំពីលោកតាសច្ចៈបានរីករាលដាលទូទាំងប្រទេសមនុស្សមកពីចម្ងាយឆ្ងាយមកស្វែងរកភ្នំត្បែងខ្លះមកសុំជំនួយខ្លះមកសុំអាគមខ្លះមកដើម្បីបំផ្លាញវីរៈត្រូវសាកល្បងមនុស្សទាំងនោះជានិច្ចគាត់ប្រើការសាកល្បង3យ៉ាងដូចលោកតាសច្ចៈចាស់អ្នកណាដែលឈ្នះគាត់នឹងជួយអ្នកណាដែលចាញ់គាត់នឹងបំភ្លេចការចងចាំរបស់ពួកគេហើយបញ្ជូនពួកគេត្រឡប់ទៅវិញមានម្ដងព្រះអង្គម្ចាស់មួយអង្គមកពីរាជធានីគាត់ចង់បានអាគមដើម្បីក្លាយជាស្ដេចវីរៈសាកល្បងគាត់ព្រះអង្គម្ចាស់ចាញ់នៅការសាកល្បងទី2ព្រោះគាត់ភ្លេចសេចក្តីស្រឡាញ់របស់ម្ដាយគាត់វីរៈបញ្ជូនគាត់ត្រឡប់ទៅវិញដោយសុភាពប៉ុន្តែមិនមែនគ្រប់គ្នាទេដែលងាយមានក្រុមអ្នកអាគមងឹតមកពីទិសខាងជើងពួកគេហៅខ្លួនឯងថាក្រុមស្រមោលពួកគេចង់បំផ្លាញបេះដូងភ្នំដើម្បីយកថាមពលទៅប្រើប្រាស់ផ្ទាល់ខ្លួនពួកគេបានវាយប្រហារភ្នំត្បែងនៅយប់ងឹតបំផុតវីរៈនិងចន្ទ្រាដែលពេលនោះមានអាយុ15ឆ្នាំត្រូវការពារការប្រយុទ្ធគឺសាហាវណាស់ក្រុមស្រមោលប្រើអាគមដែលបង្កើតសត្វចម្លែកពីស្រមោលវីរៈប្រើអាគមភ្នំដេកធ្វើឲ្យភ្នំស្រូបយកសត្វទាំងនោះចន្ទ្រាប្រើអាគមប្រែភពប្រែជាភ្លើងស្វាយហើយដុតស្រមោលប៉ុន្តែមេដឹកនាំក្រុមស្រមោលមានអាគមពិសេសគាត់អាចលួចអាគមពីអ្នកដទៃគាត់លួចអាគមពីវីរៈមួយផ្នែកវីរៈទន់ខ្សោយចន្ទ្រាឃើញឪពុករងរបួសនាងសម្រេចចិត្តធ្វើអ្វីដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើនាងរត់ចូលទៅក្នុងរូងថ្មចុះទៅបេះដូងភ្នំខ្ញុំសូមអំណាចនាងស្រែកខ្ញុំនឹងការពារឪពុកនិងភ្នំបេះដូងភ្នំឆ្លើយអ្នកនៅក្មេងពេកបើអ្នកបញ្ចូលខ្លួនឥឡូវនេះអ្នកនឹងបាត់បង់ភាពជាមនុស្សទាំងស្រុងខ្ញុំមិនខ្វល់ទេបេះដូងភ្នំស្ងៀមបន្ទាប់មកវានិយាយបើដូច្នោះខ្ញុំនឹងឲ្យអ្នកនៅផ្នែកមួយនៃអំណាចប៉ុន្តែអ្នកត្រូវត្រឡប់មកវិញនៅពេលការប្រយុទ្ធចប់ពន្លឺខ្មៅចូលទៅក្នុងដងខ្លួនចន្ទ្រានាងត្រឡប់ទៅកំពូលភ្នំដោយមានអំណាចដ៏ខ្លាំងក្លានាងបញ្ចេញរលកអាគមដ៏ធំសត្វស្រមោលទាំងអស់រលាយមេដឹកនាំក្រុមស្រមោលត្រូវបានបណ្ដេញចេញពីភ្នំការប្រយុទ្ធចប់ចន្ទ្រាត្រឡប់ទៅបេះដូងភ្នំដើម្បីសងអំណាចវិញប៉ុន្តែបេះដូងភ្នំនិយាយថាអ្នកបានបង្ហាញសេចក្តីក្លាហានអ្នកអាចរក្សាផ្នែកតូចមួយនៃអំណាចទុកវានឹងជួយអ្នកនៅពេលអនាគតនាងត្រឡប់ទៅឪពុកវិញវីរៈបានជាសះស្បើយបន្តិចម្ដងឆ្នាំកន្លងផុតទៅជំនាន់បន្តគ្នា
ចន្ទ្រាបានក្លាយជាអ្នកថែរក្សាបន្ទាប់ពីវីរៈចូលទៅរួមជាមួយភ្នំដូចឪពុករបស់គាត់នាងមានកូនប្រុសម្នាក់ឈ្មោះសុវណ្ណមានភ្នែកខ្មៅប៉ុន្តែគាត់ចូលចិត្តតន្ត្រីនិងការនិទានរឿងច្រើនជាងអាគមនៅសម័យរបស់សុវណ្ណពិភពលោកបានផ្លាស់ប្ដូរយ៉ាងខ្លាំងមានផ្លូវថ្មីមានទីក្រុងធំមានសៀវភៅនិងមានមនុស្សដែលមិនជឿលើអាគមទៀតទេពួកគេហៅរឿងលោកតាសច្ចៈថាជារឿងព្រេងនិទានសម្រាប់ក្មេងប៉ុន្តែភ្នំត្បែងនៅតែមានអាថ៌កំបាំងនៅយប់មួយសុវណ្ណឡើងភ្នំដើម្បីនិយាយជាមួយព្រលឹងម្ដាយនិងជីតាគាត់សួរតើនៅពេលណាដែលអាគមនឹងបាត់ទៅវិញសំឡេងចន្ទ្រីឆ្លើយពីក្នុងខ្យល់អាគមនឹងមិនបាត់ទេប៉ុន្តែវានឹងផ្លាស់ប្ដូរវានឹងក្លាយជាអ្វីដែលមនុស្សមិនអាចមើលឃើញដោយភ្នែកទេវានឹងស្ថិតនៅក្នុងចិត្តរបស់អ្នកណាដែលនៅតែជឿសុវណ្ណយល់គាត់ត្រឡប់ទៅភូមិហើយចាប់ផ្ដើមនិទានរឿងអំពីលោកតាសច្ចៈជូនក្មេងគាត់មិនប្រាប់ថាគាត់ជាអ្នកថែរក្សាទេគាត់គ្រាន់តែនិទានរឿងក្មេងស្ដាប់ដោយភ្នែកភ្លឺពួកគេជឿហើយរៀងរាល់យប់ដែលព្រះច័ន្ទពេញវងបើអ្នកឡើងទៅកំពូលភ្នំត្បែងអ្នកប្រហែលជាសំឡេងច្រើនសំឡេងនិយាយជាមួយគ្នាសំឡេងលោកតាសច្ចៈចាស់សំឡេងច័ន្ទសំឡេងវីរៈសំឡេងចន្ទ្រានិងសំឡេងសុវណ្ណពួកគេនិយាយថាកុំលោភកុំភ្លេចហើយកុំឈប់ជឿថានៅក្នុងដងភ្នំត្បែងនៅតែមានអាថ៌កំបាំងដែលកំពុងដេកលក់រងចាំអ្នកថែរក្សាជំនាន់ក្រោយ